iPhone នេះបងប្អូនអរគ្នាឃើញទូចតែខ្លួននេះប៉ុន្តែកម្លាំងម៉ាស៊ីនវាខ្លាំងមែនតើអានេះវាប្រើ chip ដូច iPhone 13អញ្ចឹងបងប្អូនអរគ្នាអានេះគឺគេហៅថា iPhone SE ចំនួនទី3បងប្អូនអរគ្នាអានេះគឺចំនួនចុងក្រោយហើយអាចំនួនទី4ហ្នឹងគឺគេឈប់ហៅឈ្មោះថា SE ហើយគេចូល iPhone 16e វិញប៉ុន្តែសម្រាប់បងប្អូនដែលគាត់ចូលចិត្តទូរស័ព្ទតូចកម្លាំងម៉ាស៊ីនខ្លាំងហើយស្រួលដាក់តាមខ្លួនស្រួលដាក់ក្នុងកប៉ៅអីចឹងបងប្អូនអាចមកមើលអាវ៉ាន់នេះបានព្រោះតម្លៃវាគឺធូរខ្លាំងមែនតើបងប្អូនអរគ្នាសម្រាប់ iPhone SE 3បើយើងប្រៀបធៀបមួយថ្មីមកទឹកយើងប្រើទៅ save លុយបានច្រើនមែនតើហើយអាវ៉ាន់នេះគឺសិតតែអាវ៉ាន់សំណុំបងប្អូនអរគ្នាអាវ៉ាន់អេក្រង់ស៊ីនម៉ាស៊ីនស៊ីនមាន scan ហើយ stock បងប្អូនអរគ្នាកំសត់ខ្លាំងមានតែ2គ្រាប់នឹងឯងមានតែ2គ្រាប់នឹងឯងហើយសម្រាប់អាពណ៌សនេះ64ហើយអាពណ៌ខ្មៅនេះតែវាមិនមែនខ្មៅជាំណាបងប្អូនអរគ្នាបើសិនយើងមើលខាងក្រៅវារបៀបដូចរៀងបែកខៀវបន្តិចអីបន្តិចមិនដឹងទេថតកាមេរ៉ាគឺពិបាកប្រាប់ពីពណ៌វាមែនតើហើយអានេះគឺ 128G បងប្អូនហើយអាពណ៌សនេះ64អញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការម៉ាស៊ីនតូចតែខ្លាំងអាចជំនួសការងារបងប្អូនបានអាចជួយជំនួសដៃជើងបងប្អូនបានអាចយកម៉ាស៊ីននេះយកទៅប្រើខ្ញុំបញ្ជាក់អាហ្នឹងមួយ iPhone 13កម្លាំងម៉ាស៊ីនវាប៉ុនគ្នាប៉ុន្តែអានេះទូចបងប្អូនអរគ្នាបើយើងប្រៀបធៀបមួយ iPhone 13ណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតម្រូវការណាវឺតខ្ញុំមានតែ2គ្រាប់ទេសមានមួយគ្រាប់ខ្មៅមានមួយគ្រាប់និយាយទៅកំសត់កម្រដល់ iPhone SE 3នេះអរគុណ